អាគារចក្ខុសៈថ្មីរំពឹងថានឹងបម្រើសេវាកាន់តែល្អជូនពលរដ្ឋភេសជ្ជៈបើកម្លាំង Dragon ថាមពលថ្មីចម្រាញ់ពីយិនសិនរដ្ឋបាលខេត្តត្បូងឃ្មុំដាក់សម្ពោធឲ្យប្រើប្រាស់ឡើងវិញនៅអាគារចក្ខុសៈមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុស្ថិតក្រោមថបដីភាពលោកជំទាវនីចន្ទធីតាអភិបាលរឿងខេត្តតំណាងអាដាមប៉ែនកសលអភិបាលខេត្តដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរសុខាភិបាលនិងអង្គការដៃគូមួយចំនួនលោកកែវណ្ណៈប្រធានមន្ទីរសុខាភិបាលបានបង្ហាញថាក្នុងខេត្តត្បូងឃ្មុំមានការិយាល័យសុខាភិបាលកម្រិតប្រតិបត្តិចំនួន7ក្នុងនោះមានមន្ទីរពេទ្យកម្រិត3ចំនួន1មន្ទីរពេទ្យកម្រិត2ចំនួន4មន្ទីរពេទ្យកម្រិត1ចំនួន2និងមណ្ឌលសុខភាពចំនួន75ប៉ុស្តិ៍សុខភាពចំនួន1លោកវិជ្ជបណ្ឌិតបានបន្តថាមន្ទីរពេទ្យព្រះនរោត្តមសីហនុជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំង7នៅក្នុងខេត្តកំពុងបម្រើសេវានិងសកម្មភាពសង្គ្រោះកម្រិតសេវាជំនាញជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅមានដូចជាជំងឺទូទៅជំងឺសម្ភពរោគស្ត្រីជំងឺកុមារមន្ទីរពិសោធន៍និងថតកាំរស្មីអិចជាដើមហើយមន្ទីរពេទ្យនេះកំពុងតែបម្រើយ៉ាងសកម្មជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅតំបន់គិតត្រឹមថ្ងៃដែលមន្ទីរពេទ្យនេះក៏កើតតាំងពី1980មន្ទីរពេទ្យនេះមានសេវាព្យាបាលជំងឺជូនបងប្អូនជាពលរដ្ឋរយៈពេល46ឆ្នាំហើយផ្នែកខ្លះនៃអាគារត្រូវបានជួសជុលនិងសាងសង់ស្ដារឡើងវិញជាមួយគ្នានេះដែរលោកស្រីឌីត្រានាយកប្រតិបត្តិថ្មីនៃមូលនិធិថែទាំភ្នែកបានបង្ហាញចំណាប់អារម្មណ៍លោកស្រីពិតជាមានការរីករាយដែលបានមកកាន់ប្រទេសកម្ពុជាហើយដៃគូទាំងអស់នឹងសហការជួយដល់មន្ទីរពេទ្យនេះឲ្យកាន់តែប្រសើរឡើងថែមទៀតក្នុងឱកាសនោះដែរលោកជំទាវនីចន្ទធីតាអភិបាលរឿងខេត្តតំណាងអាដាមប៉ែនកសលក៏បានសាទរចំពោះសមិទ្ធផលអាគារចក្ខុសាស្ត្រថ្មីតែជាផ្នែកមួយនៃការកាត់បន្ថយបញ្ហាសុខភាពភ្នែកដល់បងប្អូនពលរដ្ឋហើយស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលទី7នេះលោកជំទាវក៏ថ្លែងអំណរគុណដល់ដៃគូទាំងអស់ដែលបានសហការនិងចំណាយធនធានដើម្បីស្ថាបនាអាគារនេះឡើងហើយសូមបន្តធ្វើការគាំទ្របន្តទៀតដើម្បីចូលរួមចំណែកកាត់បន្ថយភាពពិការភ្នែករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះពីខ្ញុំចាំរឿង LTNG News ត្បូងឃ្មុំ